ថ្ងៃមួយមានបុរសម្នាក់បានទៅភ្ជួរស្រែហើយវង្វេងគោបាត់ទៅក្នុងព្រៃជ្រៅគាត់បានដើររកគោរហូតវង្វេងក្នុងព្រៃហេមពៀនបុរសនោះក៏នៅជាប់ក្នុងព្រៃអត់អាហាររយៈពេល7ថ្ងៃគាត់ដើរវង្វេងមកដល់ជិតមាត់ជ្រោះមួយដែលមានដើមទន្លាប់មួយដើមមានផ្លែគួរឲ្យចង់ឆីបុរសកសិករបានរកវិធីបេះផ្លែទន្លាប់នោះរហូតបាក់មែកទន្លាប់ធ្លាក់ចូលទៅក្នុងជ្រោះអូជួយផងជួយខ្ញុំផងមាននរណានៅទីនេះទេជួយផងជ្រោះនោះមានជម្រៅរហូតទៅដល់69ហត្ថទើបធ្វើឲ្យបុរសកសិករជាប់នៅទីនោះអត់បាយអត់ទឹកចំនួន10ថ្ងៃទៀតគាត់ក៏ធ្លាក់ខ្លួនស្គមស្គាំងគួរឲ្យខ្លាចវេលាថ្ងៃមួយពាណូពោធិសត្វបានមកដល់ទីនោះដើម្បីបេះផ្លែទន្លាប់ឆីដោយឮសំឡេងពាណូនៅខាងលើបុរសកសិករក៏ស្រែកឲ្យពាណូជួយសង្គ្រោះខ្លួនមានអ្នកណានៅខាងលើទេជួយខ្ញុំផងមានមនុស្សទេពាណូមានក្តីងឿងឆ្ងល់សម្លឹងទៅខាងក្រោមសួរទៅបុរសកសិករបុរសកសិករបានប្រាប់រឿងទាំងអស់ដល់ពាណូពោធិសត្វពាណូមានចិត្តអាណិតបុរសនោះជាខ្លាំងពាណូបានជួយសង្គ្រោះបុរសកសិកររហូតនាំគាត់មកដល់ខាងលើវិញដោយសារតែហត់អស់កម្លាំងពេកពាណូបានសំងំបិទភ្នែកសម្រាកនៅទីនោះមួយស្របក់ពេលនោះបុរសកសិករក៏កើតចិត្តរមិលគុណនឹងពាណូស្វានេះជាអាហាររបស់ពួកមនុស្សដូចពួកមរឹកដទៃក្នុងព្រៃនេះដែរបើដូច្នេះអាត្មាអញឃ្លានហើយគប្បីសម្រាប់ពាណូធ្វើជាចំណីឆីរួចហើយនឹងយកសាច់ធ្វើស្បៀងដើម្បីធ្វើដំណើរទៅផ្ទះវិញព្រោះតែភាពស្រេកឃ្លានបុរសកសិករបានយកដុំថ្មមួយដុំគប់ក្បាលពាណូបុរសនេះជាអ្នកបងសម្រាប់យើងទេតើអូយអូពាណូត្រូវរបួសតិចតួចទើបភ្ញាក់បើកភ្នែកឡើងមើលមកបុរសនោះហើយត្រេះរិះយល់ពីការពិតពាណូពោធិសត្វបានតេះឌីលបុរសនោះថាណែមនុស្សអាក្រក់យើងបានស្រង់ជីវិតអ្នកឲ្យរួចពីជ្រោះជ្រៅស្រឡូងបែបនេះដូចជានាំអ្នកចេញពីនរកអវជ័យហេតុដូចម្ដេចបានជាអ្នកសម្គាល់ថាយើងជាបុគ្គលគួរឲ្យប្រទូសអ្នកឯងជាមនុស្សលាមកជាមនុស្សដ៏អាក្រក់បំផុតជាមនុស្សអកតញ្ញូណាស់ហើយចុះបើខ្ញុំមិននាំផ្លូវអ្នកទេអ្នកនឹងវង្វេងស្លាប់នៅក្នុងព្រៃនេះមិនខានខ្ញុំនឹងនាំអ្នកចេញពីទីនេះតែអ្នកមិនត្រូវប្រទូសមិត្តបែបនេះទៀតទេក្រោយពីនាំបុរសកសិករមកដល់ច្រកចេញពីព្រៃហើយពាណូក៏បានលាបុរសកសិករនោះចូលទៅក្នុងព្រៃហេមពៀនវិញអូនេះជាផ្លូវចេញពីទីនេះចូលអ្នកចេញទៅចុះខ្ញុំលាអ្នកចូលព្រៃវិញហើយនៅតាមផ្លូវចាក់ចេញពីព្រៃបុរសកសិករអស់កម្លាំងយ៉ាងខ្លាំងគាត់ដើរមកដល់អន្លង់ទឹកមួយរួចចុះយកដៃក្បង់ទឹកបំរុងផឹកអូទឹកស្រេកទឹកណាស់តែពេលនោះស្រាប់តែទឹកអន្លង់នោះកើតជាក្តៅដូចជាភ្លើងធ្វើឲ្យផ្ទុះមកប៉ះនឹងសាច់របស់បុរសកសិករធ្វើឲ្យបុរសកសិករនោះកើតជំងឺឃ្លុងពេញទាំងខ្លួនអូយម្នេះក៏ក្តៅយ៉ាងនេះម្នេះក៏ស្បែកខ្ញុំទៅជាបែបនេះកាលបើខ្លាចជាមនុស្សឃ្លុងហើយនៅពេលធ្វើដំណើរមកដល់ក្នុងភូមិស្រុកនីមួយបុរសនោះត្រូវបានអ្នកស្រុកស្អប់ខ្ពើមនាំគ្នាបណ្ដេញគាត់ចេញពីភូមិចេញទៅស្អុយណាស់ឆាប់ចេញឲ្យឆ្ងាយទៅចេញទៅចេញទៅត្រាច់ចោអររយៈពេល7ឆ្នាំបុរសកសិករបានមកដល់មិគៀចិនឧសៀនរបស់ព្រះរាជាក្រុងពារាណសីព្រះរាជាទ្រង់ក៏យាងមកសួរនាំបុរសនោះបុរសកសិករទូលរៀបរាប់ថ្វាយទ្រង់ពីរឿងរបស់ខ្លួនទាំងអស់ពួកអ្នកដែលមកជួបជុំគ្នានៅទីនេះសូមគុំប្រទូសពួកមិត្តទាំងឡាយព្រោះថាបុគ្គលប្រទូសមិត្តជាមនុស្សអាក្រក់ហេតុដែលទូលព្រះបង្គំខ្លាចជាមនុស្សបែបនេះព្រោះតែការប្រទូសមិត្តបែបនេះឯងគ្រាន់តែបុរសកាត់ឃ្លុងនិយាយមិនទាន់ផុតពីមាត់ផងព្រះធរណីក៏របើកកក្រើកចាប់ស្រូបយកបុរសនោះលេបចូលទៅក្នុងដីបាត់ទៅអូជួយផងព្រះធរណីស្រូបខ្ញុំហើយជួយផងបុរសរមិលគុណនោះបានយន់កំណើតខ្លាចជាភិក្ខុទេវទត្តចំណែកពាណូបានមកជាព្រះសម្មាសម្ពុទ្ធនៃយើង